អស់រយៈពេលជាង50ឆ្នាំមកហើយវៀតណាមបានរៀបចំផែនការការពារខ្លួនយ៉ាងសម្ងាត់ជាប្រព័ន្ធនិងបន្តរហូតមកដល់សប្តាហ៍ថ្ងៃដោយផ្អែកទៅលើបទពិសោធន៍សង្គ្រាមដ៏ឈឺចាប់ដើម្បីត្រៀមទប់ទល់ការឈ្លានពានណាមួយដោយសហរដ្ឋអាមេរិកដែលអាចកើតមាននេះបើយោងទៅតាមឯកសារការពារជាតិដែលបានលេចធ្លាយនិងត្រូវបានវិភាគដោយ The 88 Project ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានអង់គ្លេស The Independent នៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ចន្លោះដើមទសវត្សរ៍ឆ្នាំ1960ដល់1975អាមេរិកបានបញ្ជូនទ័ពជាងកន្លះលានអ្នកចូលវៀតណាមបើកយុទ្ធនាការបំផ្ទុះគ្រាប់បែកយ៉ាងធំសម្បើមច្រើនជាងសង្គ្រាមលោកលើកទី2ទាំងមូលទៅទៀតប្រជាជនវៀតណាមប្រមាណជា3លានអ្នកបានស្លាប់ដីធ្លីត្រូវបំពុលដោយគីមីនិងគ្រាប់មិនទាន់ផ្ទុះនៅសល់បន្តរហូតដល់សប្តាហ៍ថ្ងៃបើទោះបីជាវៀតណាមឈ្នះសង្គ្រាមនិងរួមបញ្ចូលប្រទេសបាននៅក្នុងឆ្នាំ1975ក៏ដោយវៀតណាមមិនដែលទុកចិត្តអាមេរិកទេអង្គចងចាំនេះបានបង្កើតជាមូលដ្ឋានគ្រឹះនៃការគិតយុទ្ធសាស្ត្ររបស់ទីក្រុងហាណូយមកដល់បច្ចុប្បន្ន The 88 Project បានវិភាគឃើញថាការរៀបចំរបស់វៀតណាមប្រឆាំងទៅនឹងលទ្ធភាពឈ្លានពានរបស់អាមេរិកមិនត្រូវបានកំណត់ត្រឹមសមរភូមិយោធាតែមួយមុខទេវៀតណាមបានគិតពីវិស័យស្នូលចំនួន4គឺកម្លាំងយោធាសន្តិសុខផ្ទៃក្នុងការគ្រប់គ្រងនយោបាយនិងកម្លាំងសេដ្ឋកិច្ចនៅក្នុងផ្នែកយោធាកាលពី50ឆ្នាំមុនវៀតណាមត្រៀមប្រឆាំងការឈ្លានពានដោយកម្លាំងប្រជាជនក្រោយមកវៀតណាមបានផ្លាស់ប្ដូរយុទ្ធសាស្ត្រដោយសន្មតថាសង្គ្រាមអនាគតនឹងកើតឡើងលឿនប្រើបច្ចេកវិទ្យាខ្ពស់ផ្អែកទៅលើអាកាសពឹងទៅលើសមុទ្រនៅក្នុងបរិបទនេះវៀតណាមបានកសាងសមត្ថភាពការពារជាតិដ៏ខ្លាំងមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កងទ័ពអាកាសវៀតណាមមានយន្តហោះចម្បាំង SU-30 MK2 ប្រមាណ30គ្រឿងមានសមត្ថភាពវាយប្រហារលើនាវានិងគោលដៅចម្ងាយឆ្ងាយព្រមទាំងមានយន្តហោះ SU-27 ដែលបានធ្វើទំនើបកម្មនិងបណ្ដាញរ៉ាដាការពារដែនអាកាសច្រើនស្រទាប់ផ្នែកសមុទ្រវៀតណាមបានផ្លាស់ពីឆ្មាំឆ្នេរទៅជាកម្លាំងរារាំងដោយមាននាវាមួយទឹកគីឡូខ្លះចំនួន6គ្រឿងដែលអាចគំរាមកងនាវាធំៗរបស់សត្រូវបាននៅលើដីនិងតាមឆ្នេរវៀតណាមបានដាក់ប្រព័ន្ធមីស៊ីលប្រឆាំងនាវា Bastion P ការពារដែនអាកាសនិងអាវុធចល័តដែលធ្វើឲ្យការរុលចូលដែនទឹកវៀតណាមជាសមរភូមិគ្រោះថ្នាក់ខ្លាំងទោះជាយ៉ាងណាឯកសារបែកធ្លាយនេះបញ្ជាក់ថាការភ័យខ្លាចធំបំផុតរបស់វៀតណាមមិនមែនជាគ្រាប់បែកឬក៏នាវាមួយទឹករបស់អាមេរិកទេប៉ុន្តែជាការបែកបាក់ពីខាងក្នុងដែលរងឥទ្ធិពលពីអាមេរិកដូច្នេះហើយវៀតណាមបានពង្រីកការត្រៀមខ្លួនទៅកាន់សន្តិសុខផ្ទៃក្នុងនិងការគ្រប់គ្រងនយោបាយដោយផ្ដោតទៅលើការទប់ស្កាត់បដិវត្តពណ៌ដែលអាចកើតឡើងតាមរយៈសង្គមស៊ីវិលសាកលវិទ្យាល័យបណ្ដាញសង្គមកម្លាំងពលកម្មឬក៏បញ្ហាជនជាតិនិងសាសនាជាដើមផ្នែកសេដ្ឋកិច្ចវិញវៀតណាមក៏បានរៀនពីអតីតកាលដែរវៀតណាមពេលនេះចាប់ដៃគូរកស៊ីមិនគិតពីអតីតកាលនោះទេវៀតណាមទៅគៀកចិនដែលជាគូចំនួនទឹកដីប្រែក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតវៀតណាមចូលគីអាមេរិកដែលធ្លាប់សម្លាប់ប្រជាជនរបស់ខ្លួនប្រែក្លាយទៅជាទីផ្សារនាំចេញធំបំផុតក៏ប៉ុន្តែទន្ទឹមនឹងនោះវៀតណាមមិនភ្លេចខ្លួនទេ The 88 Project រកឃើញថាវៀតណាមចាត់ចែងក្រុមមួយចាប់ដៃជាមួយនឹងទីក្រុង Washington ទទួលការវិនិយោគនិងលើកកម្ពស់ការទូតក្រុមមួយទៀតត្រៀមសេនារីយ៉ូអាក្រក់បំផុតតាំងពី50ឆ្នាំម្លេះវៀតណាមបានគិតថាសង្គ្រាមនិងការឈ្លានពានមិនដែលរលាយពីផែនដីទេវាគ្រាន់តែផ្លាស់ប្ដូរទម្រង់ប៉ុណ្ណោះខ្ញុំរស់សុធាពី News Today NTTV សាកលវិទ្យាល័យ CUS នៅតែបន្តទទួលចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងជារៀងរាល់ថ្ងៃសិក្សាជាមួយនឹងសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់បំពាក់សម្ភារៈសិក្សាទំនើបៗនិងផ្ដល់ជូនអាហារូបករណ៍តាមនីតិពិសេសផងដែរ